Ba Som group nâng chấm điệp số đo bốc mài bọc ôn chỉ tì sờ lạnh với xa chỉ mấy chụp kia chỉ mùi nâng video robot dương nhom ngày nay nhom một xe tiệt tuông chỉ mùi nâng wellness industry bàสำหรับខ្ញុំដែលខ្ញុំបានស្វែងយល់កន្លងមកព្រោះខ្ញុំនៅទីផ្សារផ្នែកខាងឧស្សាហកម្មសុខភាពនៅរបបកំហើញថ្មីហើយខ្ញុំក៏បានចូលរួមសិក្ខាសាលាជាច្រើនទាំងនៅក្នុងប្រទេសហើយនៅនឹងក្រៅប្រទេសហ្នឹងបាទក៏បានមើលឃើញថាភាពផ្លាស់ប្ដូររបស់ពិភពលោករបស់យើងទាក់ទងជាមួយនឹង wellness industry ហ្នឹងគឺត្រូវបានផ្លាស់ប្ដូរតាមការយល់ឃើញរបស់ខ្ញុំគឺត្រូវបានផ្លាស់ប្ដូរដោយឧស្សាហកម្មសុខភាពព្រោះឧស្សាហកម្មសុខភាពគឺជាកន្លែងដែលពិសោធន៍ផលិតហើយនឹងពិសោធន៍នៅពេលដែលខ្ញុំនៅកោតសរសើរតាក់ទងជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅក្នុង wellness industry ផងដែរបាទគឺពួកគាត់សិក្សាហើយខិតខំស្រាវជ្រាវមែនទែនតាក់ទងជាមួយនឹងរបបកំហើញថ្មីដែលគាត់រកឃើញតាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺសពថ្ងៃដែលបានប្រែប្រួលទៅតាមយុគសម័យសូម្បីតែរោគក៏វាប្រែប្រួលក៏វាអាប់ដេតទៅតាមយុគសម័យដែរបាទហ្នឹងហើយយើងឃើញស្រាប់ហើយជំងឺកំពុងតែកកើតឡើងច្រើនមែនតើហើយអ្វីដែលខ្ញុំចង់សៀនគឺតាក់ទងជាមួយនឹងវិស័យសុខភាពត្រូវបានផ្លាស់ប្ដូរខ្ញុំជឿថាអ្វីដែលផ្លាស់ប្ដូរពិភពលោកគឺជាឧស្សាហកម្មសុខភាពនៅលើពិភពលោកដែលល្បីនឹងឯងគឺមានឧស្សាហកម្មជាច្រើនដែលបានផលិតនិងអភិវឌ្ឍខ្លួនវិវត្តខ្លួនប្រែក្លាយអាហារទៅជាឱសថអាហារបំពន់ហ្នឹងគឺទៅជាអាហារឱសថតែម្ដងបាទន័យថាគាត់ហូបបំពន់ផងការពារផងព្យាបាលផងនៅក្នុងពេលតែមួយហ្នឹងតែម្ដងបាទនេះគឺជាបំលាស់ប្ដូររបស់ពិភពលោកដោយ wellness industry ទាំងឯងបាទអញ្ចឹងខ្ញុំនៅតែកោតសរសើរតាក់ទងជាមួយនឹងអ្នកវិទ្យាសាស្ត្រនៅតាមឧស្សាហកម្មសុខភាពនានាទូទាំងពិភពលោកគឺគាត់ខ្នះខ្នែងគាត់សិក្សាហើយគាត់ស្រាវជ្រាវរកអ្វីដែលថ្មីបាទអ្វីដែលសំខាន់គឺអាហារឱសថខ្ញុំនៅតែស្រឡាញ់ហើយនឹងនៅតែសិក្សាហើយនៅតែស្រាវជ្រាវនៅអ្វីដែលថ្មីជានិច្ចបាទគឺវាអស្ចារ្យមែនតើហ្នឹងហើយសូម្បីតែនៅក្នុងរូបវីដេអូនេះជាមួយលោកគ្រូសុខាល័យដែលគាត់ធ្វើបទបង្ហាញគឺតាក់ទងជាមួយនឹង doTERRA គឺជាផលិតផលមួយដែលផលិតលក្ខណៈ epigenetic ហ្នឹងហើយនៅក្នុងហ្នឹងខ្ញុំដាក់ថា epigenetic គឺជាអ្វីបាទអញ្ចឹងវាមិនមែនជាអាហារដែលធម្មតានោះទេវាគឺជាអាហារដែលអាចព្យាបាលឬក៏ជាអាហារដែលអាចទៅដោះស្រាយវិបត្តិសុខភាពដល់ឫសគល់នៃបញ្ហាបាទអញ្ចឹងសរុបមកទាក់ទងជាមួយនឹង wellness industry គឺជាអ្នកផ្លាស់ប្ដូរពិភពលោកបាទអញ្ចឹងគ្រប់ស្ថាប័នទាំងអស់គឺក្រោយពេលដែល wellness industry គាត់រកឃើញហើយគាត់នឹងដើរស្របច្បាប់ដាក់ទៅលើទីផ្សារនានាទូទាំងពិភពលោកជាមួយនឹងក្រសួងសុខាភិបាលទៅតាមប្រទេសនានាហ្នឹងហើយអញ្ចឹងបានន័យថាការផ្លាស់ប្ដូរពិភពលោកផ្នែកខាងឧស្សាហកម្មសុខភាពគឺផ្លាស់ប្ដូរដោយអ្នកវិទ្យាសាស្ត្រនៅក្នុងឧស្សាហកម្មសុខភាពតែម្ដងហ្នឹងហើយអញ្ចឹងខ្ញុំកំពុងតែសិក្សាហើយស្វែងយល់ទាក់ទងជាមួយនឹងdoTERRA មកពី USA ហើយខ្ញុំមើលឃើញថាវាគឺជាផលិតផលមួយដែលអាចមកដោះស្រាយវិបត្តិសុខភាពជូនប្រជាកសិកររបស់យើងបាទសប្តាហ៍ថ្ងៃនេះពួកយើងកំពុងតែស្ថិតនៅក្នុងការត្រេះរិះនឹងការពិចារណាថាគិតធ្វើយ៉ាងម៉េចថានាំdoTERRAហ្នឹងចូលមកប្រទេសកម្ពុជាបានដើម្បីដោះស្រាយវិបត្តិជំងឺនានានៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺជាវីដេអូលោកគ្រូសុខាល័យគាត់បាន
ប្រើប្រេង massage ដែលជាប្រេង epigenetic បាទទៅលើអ្នកជំងឺដែលគាត់ស្លាប់មួយជំហៀងខ្លួនរយៈពេល6ខែមើលអស់រាប់ម៉ឺនដុល្លារហើយបាទឥឡូវនេះ គាត់ក៏ចាប់ដើមបានប្រសើរត្រឡប់មកវិញណាហ្នឹងហើយគឺអស្ចារ្យមែនតើអញ្ចឹងខ្ញុំចង់ចែកម្លែកថានេះគឺជាអត្ថប្រយោជន៍គុណប្រយោជន៍ឬក៏លទ្ធផលរបស់ doTERRA ដែលយើងធ្វើបានហ្នឹងហើយអញ្ចឹងខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនជាទីស្រឡាញ់គឺយើងមិនទាន់បាននាំចូលស្របច្បាប់នោះទេហើយយើងក៏មិនអាចធ្វើទីផ្សារបានស្របច្បាប់នោះដែរហ្នឹងហើយអ្វីដែលខ្ញុំបង្ហាញនេះគ្រាន់តែជាការធ្វើបទបង្ហាញមួយឲ្យមើលឃើញថាពិភពលោកកំពុងតែមានការផ្លាស់ប្ដូរគឺផ្លាស់ប្ដូរអស្ចារ្យមែនទែនតែម្ដងដែលយើងមិនបានសិក្សាដែលមិនបានស្វែងយល់គឺស្ដាយមែនទែនយើងអត់ដឹងថាវិស័យឧស្សាហកម្មសុខភាពហ្នឹងវាចាប់ផ្ដើមផ្លាស់ប្ដូរទៅដល់ទីណានោះទេទៅដល់ចំណុចណានោះទេបាទអញ្ចឹងជាចុងក្រោយសរុបឲ្យខ្លីមកខ្ញុំគ្រាន់តែធ្វើបទបង្ហាញតាក់ទងជាមួយនឹង wellness industry ដែលបានផ្លាស់ប្ដូរពិភពលោកមកដល់ចំណុចមួយណាតែប៉ុណ្្នឹងឯងបាទអរគុណច្រើនរាល់ការដែលតាមដានទស្សនាវីដេអូរបស់យើងខ្ញុំពីដើមដល់ចប់ហើយនៅវីដេអូមុនបើយល់ឃើញថាវីដេអូរបស់ខ្ញុំមានអត្ថប្រយោជន៍នៅក្នុងសង្គមក៏ជួយចុច like ហើយនិង share ដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនអរគុណ